បាទអរគុណបងជំរាបសួរហ្នឹងហើយខ្ញុំមកពីខាងក្រុមហ៊ុនឈុនសុកអានបាទហើយអញ្ចេះឃើញថាបងបានប្រើប្រាស់ជាមួយនឹងជីសញ្ញាទូក្តោងនេះសុំសួរពីចំណាប់អារម្មណ៍តិចមើលបងទូក្តោងណាទូក្តោងបាទហើយសុំសួរចំណាប់អារម្មណ៍បងតិចថ្ងៃនេះបាទជីផ្ដាច់មែនទេបាទសុំសួរថាការប្រើប្រាស់ជីនេះតាំងពីដើមរហូតដល់ចប់បងឃើញថាលទ្ធផលយ៉ាងម៉េចដែរបងគុណភាពជីការប្រើប្រាស់បាទសុំចំណាប់អារម្មណ៍តិចមកបងដើមធំគ្រឿនតើបងអញ្ចឹងដើមធំហើយស្លឹកវាអត់យីទេអូអញ្ចឹងបងនេះក៏វាសង្កោដូចមិនសូវឃើញធ្វើទុកអត់ដែលខ្ញុំព្រោះអញ្ចឹងបាទយើងកាត់បន្ថយតកៅដើមដងធំដើមដងវាធំបាទហើយស្លឹកអត់មានយីទេត្រង់ល្អបងនេះត្រង់ល្អហើយចុះប្រៀបធៀបពីជីកន្លងមកដែលបងធ្លាប់ប្រើគុណភាពយ៉ាងម៉េចដែរបងជីដែលធ្លាប់ប្រើកន្លងមកនឹងជីនេះវិញណាបាទជីសញ្ញាទូក្តោងនេះបាទខ្ញុំមើលនេះទៅវារៀងល្អជាងបងនេះបងហើយចុះបើល្អជាងហ្មងតែវគ្គក្រោយគួរតែប្រើប្រាស់ជាមួយជីសញ្ញាទូក្តោងនេះឬក៏នៅបន្តជីផ្សេងទៀតបាទខ្ញុំថាប្រើអានេះឯងអោយតាមីយកមកខ្ញុំយកអានេះហើយបាទអរគុណនេះឯងបាទអរគុណបងយ៉ាងហ្នឹងហើយសង្ឃឹមថាវគ្គក្រោយនឹងបានកសិករយើងនៅនេះចូលរួមប្រើប្រាស់បានច្រើនបងណាបាទអរគុណបាទសញ្ញាទូក្តោងមាសវាស្រីនៅចាំទាំងអង្គ